នៅអ៊ីតាលីពេលចូលដល់រដូវផ្ការីកហ្នឹងក៏ចូលដល់រដូវផ្កាទូលីបដែរហើយទៅដល់ណាក៏ឃើញដែរសម្បូរហ្មងនៅតាមផ្សារតាមអីហ្នឹងគឺមានផ្នែកតូចមួយដែលគេដាក់លក់ផ្កាហើយដូចក្នុងវីដេអូហ្នឹងអញ្ចឹងផ្នែកដែលគេលក់ផ្កាហ្នឹងគឺសម្បូរផ្កាទូលីបមានពណ៌ចម្រុះទាំងលឿងផ្កាឈូកស្វាយអីចឹងទៅហើយក្នុងមួយបាច់ហ្នឹងមានប្រហែលជា8ទៅ10តងតម្លៃ4.99 អឺរ៉ូបើសិនជាយើងគិតជាលុយដុល្លារវិញប្រហែលជា$5ជាងសម្រាប់ផ្កាអ័រគីដេវិញក៏សម្បូរហើយនិងពេញនិយមនៅប្រទេសអ៊ីតាលីនេះដែរ ផ្កាអ័រគីដេជាទូទៅគេទិញជូនជាកាដូសម្រាប់អ្នកឡើងផ្ទះថ្មីឬក៏ថ្ងៃខួបកំណើតហើយជាពិសេសដែលពេញនិយមខ្លាំងបំផុតហ្នឹងគឺសម្រាប់ជូនក្នុងថ្ងៃរៀបការនៅនេះបើសិនជាមិនមែនជាសាច់ញាតិបងប្អូនទេគឺគេអត់សូវចង់ដៃជាលុយទេតែគេទិញជារបស់ប្រើប្រាស់ឬក៏របស់សម្រាប់តុបតែងផ្ទះឲ្យវិញដូចជាផ្កាជាដើមត្រឡប់មកផ្កាទូលីបវិញបងប្អូនឆ្នាំនេះខ្ញុំអត់បានទៅសួនគេដាំផ្កាទេព្រោះខ្ញុំបានទៅឆ្នាំមុនហើយសួនផ្កាទូលីបគេបាក់ឲ្យចូលដោយយើងត្រូវទិញសំបុត្រដែលមានតម្លៃ5 អឺរ៉ូហើយ5 អឺរ៉ូហ្នឹងគឺយើងអាចដើរដកផ្កាបានចំនួន2តងពេលចេញមកវិញ តែបើសិនជាយើងចង់បានផ្កាច្រើនជាងនឹងថែមទៀតយើងអាចដើរដកទៅផ្កាណាដែលយើងពេញចិត្តហើយពេលចេញទៅវិញហ្នឹងគឺគេរាប់ផ្កាគេវេចខ្ចប់ឲ្យយើងហើយគេគិតលុយទៅតាមហ្នឹងផ្កាដែលយើងដកថែមលើសពី2តងហ្នឹងគឺក្នុងមួយតងមានតម្លៃ1 អឺរ៉ូពេលដែលខ្ញុំទៅហ្នឹងខ្ញុំទិញថែម4តងទៀតដោយសារខ្ញុំទៅ2នាក់យើងបាន4តងហើយអញ្ចឹងថែម4តងទៀតវា8តងបើសិនជាដើរចេញមក4តងវាអត់សូវទំនងទេបងប្អូនពេលដែលយើងដាក់ក្នុងថូក៏វាអត់សូវស្អាតដែរអញ្ចឹងទៅពេលហ្នឹងទិញថែមទៀតទៅឲ្យមើលទៅវាឃើញរាងច្រើនជាងនឹងបន្តិច ហើយងាកចេញពីកន្លែងគេលក់ផ្កាហ្នឹងក៏ងាកមកឃើញគេលក់ស្វាយហើយស្វាយនៅនេះអត់សូវសម្បូរទេបងប្អូនដល់ពេលអញ្ចឹងពេលដែលខ្ញុំឃើញមានគេលក់គឺដឹងតែទិញហើយតម្លៃនេះធូរទៀត1គីឡូតែ1.59 អឺរ៉ូទេទាំងស្វាយម្នាស់ដូងអីហ្នឹងគឺសុទ្ធតែជាផ្លែឈើនាំចូលទាំងអស់ជាទូទៅនាំចូលពីប្រទេសអេស្ប៉ាញឬក៏ប្រទេសហ្វីលីពីនអញ្ចឹងតម្លៃភាគច្រើនគឺដឹងតែថ្លៃឯងតែថ្ងៃនេះសប្បាយចិត្តដែរព្រោះបានតម្លៃធូរហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ